ទូមីជាក្រុមហ៊ុនដែលរីកចម្រើនដោយសារការជឿជាក់របស់អតិថិជនតាមរយៈការចែកចាយទំនិញដែលមានគុណភាពខ្ពស់និងតម្លៃទាបធ្វើឲ្យអាតូមីមានការរីកចម្រើនជារៀងរាល់ឆ្នាំចំណូលនៅកូរ៉េក្នុងឆ្នាំ2016កើនដល់780កោដវ៉ុនចំនួនសមាជិកបានកើនដល់2.7 លាននាក់គឺជាប់លេខ1ក្នុងចំណោមក្រុមហ៊ុនដូចគ្នាកម្រិតដូរទំនិញដ៏ទាបកំពុងធ្វើឲ្យអាតូមីក្លាយជាស្តង់ដារគំរូមួយអាតូមីជាក្រុមហ៊ុនកំពុងឆ្ពោះទៅជាសហគ្រាសអន្តរជាតិបានចាប់ផ្ដើមបោះជំហានដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2010ហើយបើកសាខានៅជប៉ុនកាណាដាតៃវ៉ាន់សិង្ហបុរីហើយក្នុងឆ្នាំ2016បើកនៅកម្ពុជាហ្វីលីពីននិងម៉ាឡេស៊ីក្នុងឆ្នាំ2017នឹងធ្វើការបើកសាខានៅមេស៊ីកូវៀតណាមនិងថៃដែលធ្វើឲ្យអាតូមីក្លាយជាបណ្ដាញចែកចាយជាសកលដែលរីករាលដាលក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាមេរិកខាងត្បូងផងដែរនេះជាការរំពឹងដែលកាន់តែខិតជិតគោលដៅប្រតិបត្តិយុទ្ធសាស្ត្ររីកចម្រើនរបស់អាតូមីគឺទំនិញគុណភាពដាច់ខាតតម្លៃដាច់ខាតដែលជាយុទ្ធសាស្ត្រផលិតផលនៃមហាជនផលិតផលនៃមហាជនគឺទំនិញមានគុណភាពល្អផ្ដាច់ក្នុងតម្លៃដែលគ្មានអ្នកចែកចាយណាអាចធ្វើបានវាជាទស្សនវិស័យរបស់ទំនិញអាតូមីការកាត់បន្ថយចំណាយតាមរយៈការលក់ដោយផ្ទាល់របស់សមាជិកធ្វើឲ្យការចំណាយក្នុងការគ្រប់គ្រងក្រុមហ៊ុនត្រូវបានកាត់បន្ថយជាច្រើនដែលអាចធ្វើឲ្យការចែកចាយទំនិញគុណភាពដាច់ខាតក្នុងតម្លៃទាបដាច់ខាតតាមរយៈរបាយការណ៍របស់គណៈកម្មការពាណិជ្ជកម្មក្នុងឆ្នាំ2015 Hemahim ជាទំនិញដែលលក់ដាច់ជាងគេដែលទទួលបានចំណាត់ថ្នាក់លេខ1ក្នុងរយៈពេល2ឆ្នាំជាប់គ្នាឈុតថែរក្សាស្បែក6ប្រព័ន្ធក៏ទទួលបានចំណាត់ថ្នាក់លេខ1ក្នុងអំឡុងពេល2ឆ្នាំជាប់គ្នាផងដែរយុទ្ធសាស្ត្រដ៏ល្អបំផុតនៃផលិតផលមហាជនគឺភាពស្មោះត្រង់នៅក្នុងភាពស្មោះត្រង់នៃទំនិញអាតូមីទាំងអស់បានធ្វើឲ្យអ្នកប្រើប្រាស់ទទួលស្គាល់និងបានបង្ហាញចេញតាមរយៈភស្តុតាងជាច្រើនយើងអាចឃើញអាតូមីកាន់តែច្រើននៅក្នុងជីវភាពប្រចាំថ្ងៃអាតូមីបានចាប់ផ្ដើមពីការចែកចាយអាហារបំពន់ឥឡូវនេះបានពង្រីកប្រភេទទំនិញជាច្រើនដូចជាចំណីអាហារទំនិញប្រើប្រាស់ទូទៅសម្លៀកបំពាក់និងទំនិញជាច្រើនប្រភេទទៀតហើយទំនិញដែលមានគុណភាពខ្ពស់និងតម្លៃទាបនឹងមាននៅគ្រប់ទីកន្លែងក្នុងសកលលោកដែលជាយុទ្ធសាស្ត្រចែកចាយ GS Global Sourcing Global Sale យើងនឹងទទួលបានជីវិតដ៏ស្រស់បំព្រងដោយគ្មានការបែងចែកជាតិសាសន៍ដោយសារក្រុមហ៊ុនជាអ្នករៀបចំសិក្ខាសាលាដើម្បីប្រព័ន្ធជោគជ័យអាតូមីសមាជិកទាំងអស់អាចទទួលបានជោគជ័យដោយមិនពាក់ព័ន្ធលើអ្នកណែនាំឬសមត្ថភាពផ្ទាល់ខ្លួនឡើយហើយជំនួសឲ្យការប្រកួតប្រជែងគ្នារបស់ leader យើងមានប្រព័ន្ធដែលធ្វើឲ្យមានសាមគ្គីភាពគ្នាដែលជាប្រព័ន្ធជោគជ័យរួមគ្នាមួយដែលមានប្រសិទ្ធភាពនិងស្ថិរភាពរបស់អាតូមីដែលយកភាពជោគជ័យរបស់អតិថិជនជាចម្បងមានវប្បធម៌ធំ3គឺវប្បធម៌គោរពគោលការណ៍ចម្បងអាតូមីបានប្រកាន់ខ្ជាប់នូវគោលការណ៍ចម្បងរបស់ការងារទីផ្សារបណ្ដាញដោយគោរពសន្យារវាងក្រុមហ៊ុននិងអតិថិជនដែលនេះជាវប្បធម៌ដ៏សំខាន់មួយនៅក្នុងការរក្សាភាពរស់រានរបស់ក្រុមហ៊ុនវប្បធម៌រីកចម្រើនរួមគ្នាតាមរយៈការសហការដ៏ជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូរបស់អាតូមីក្រុមហ៊ុនដៃគូតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការរក្សាគុណភាពទំនិញដែលធ្វើឲ្យអាតូមីអាចចែកចាយទំនិញដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាបសមរម្យវប្បធម៌ចែករំលែកបានជាអាតូមីតែងតែជំរុញឲ្យសមាជិកនិងបុគ្គលិកទាំងអស់ធ្វើការចែករំលែកព្រោះអាតូមីចង់បង្កើតសង្គមដែលយកមនុស្សជាសំខាន់តាមរយៈវប្បធម៌ទាំងនេះធ្វើឲ្យអាតូមីក្លាយជាសហគ្រាសដែលមានក្រមសីលធម៌និងតម្លាភាពហើយក៏ជាសហគ្រាសដែលមានភាពស្មោះត្រង់ថ្នាក់ដឹកនាំក្រុមហ៊ុនបានចេញមុខទទួលខុសត្រូវផ្នែកសង្គមហើយយើងកំពុងតែខិតខំប្រឹងប្រែងឲ្យក្លាយជាសហគ្រាសគំរូមួយផងដែរការចែកចាយទំនិញដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាបធ្វើឲ្យទទួលបានការរីកចម្រើនហើយអាតូមីកំពុងតែវិវត្តខ្លួនទៅជាបណ្ដាញចែកចាយជាសកលមួយយើងសង្ឃឹមថាជីវិតមានសុភមង្គលមានក្តីស្រឡាញ់និងមានការចែករំលែកដែលជាជីវិតមានតុល្យភាពនិងការដល់អ្នកគ្រប់គ្នានៅពេលស្គាល់អាតូមីច្បាស់យើងជាសហគ្រាសដែលផ្ដល់ភាពជោគជ័យដល់អតិថិជនហើយគ្រប់លើគោលការណ៍មនុស្សធម៌យើងជាអាតូមីដ៏មានមោទនភាព